បង្កលព្រំដែននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃទើបតែបោះថ្មីឬក៏ជាបង្គោលព្រំដែនដែលបានបោះយូរឆ្នាំហើយបងប្អូនគិតមកដល់ពេលនេះការវវែងក៏ដូចជាការបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃគឺយើងបានបោះជិត200បង្គោលហើយចំណែកបង្គោលអចិន្ត្រៃយ៍បង្គោលព្រំដែនអចិន្ត្រៃយ៍ជាមួយថៃគឺយើងអត់ទាន់បានបោះនៅឡើយទេបើតាមមន្ត្រីជំនាញខាងកិច្ចការព្រំដែនលោកបានពន្យល់ថាការងារវវែងក៏ដូចជាការបោះបង្គោលព្រំដែនជាមួយថៃគឺយើងបានបោះបង្គោលព្រំដែនបណ្ដោះអាសន្នចំណែកបង្គោលព្រំដែនអចិន្ត្រៃយ៍នេះគឺយើងអត់ទាន់បានបោះថ្មីទេទាំងភាគីកម្ពុជាក៏ដូចជាភាគីថៃជុំវិញបញ្ហានេះសូមបងប្អូនស្ដាប់ការបកស្រាយក៏ដូចជាការពន្យល់របស់មន្ត្រីជំនាញខាងកិច្ចការងារព្រំដែនពាក់ព័ន្ធជាមួយនឹងសំណួរថាតើបង្គោលមានបង្គោលថ្មីបងប្អូនយើងបានឃើញបង្គោលថ្មីបានឃើញបង្គោលថ្មីនេះជាបង្គោលរបៀបម៉េចខ្ញុំគិតថាប្រហែលជាបង្គោលដូចតែបើលោកចំណានបានលើកមុនហ្នឹងថាបង្គោលដែលឃើញលាបថ្នាំបាទលាបថ្នាំហើយក៏ខ្ញុំអាចបញ្ជាក់ជូនថាតាមសារព័ត៌មានតាមប្រព័ន្ធបណ្ដាញសង្គមកន្លងមកខ្ញុំឃើញមានបង្ហោះច្រើនហើយក៏ចោទជាសំណួរដូចគ្នាហើយខ្ញុំឃើញក៏ដាក់លេខមានបង្គោល52មានបង្គោល53 54 55អញ្ចឹងទៅអញ្ចឹងមានន័យថាវាភ្ជាប់ជាមួយនឹងកំណត់52 59វិញខ្ញុំសូមរំលឹកបន្តិចថាចាប់ពីឆ្នាំ2006មកក្រមវាស់វែងចម្រុះព្រំដែនភាគីទាំងពីរកម្ពុជាថៃបានចាប់ផ្ដើមចុះរុករកបង្គោលព្រំដែនចំនួនប្រាំងទាំង74ក្នុងនោះយើងបានឯកភាពគ្នាជាង40បង្គោលរួចហើយដែលជាង40បង្គោលក្នុងចំណោមបង្គោលដែលយើងឯកភាពនេះគឺមានបង្គោលព្រំដែនចំនួន24ដែលយើងបានដែលយើងមានន័យថាយើង identify យើងកំណត់វាយ៉ាងច្បាស់เลยថាគឺជាបង្គោលព្រំដែនចំនួនតារាងហើយវានៅសល់រូបរាងគ្រាន់តែវាមានបាក់បែកវារិចរិលអីតិចតួចទេអញ្ចឹងបង្គោល24ហ្នឹងគឺក្នុងឆ្នាំ2022ក៏យើងចាប់ផ្ដើមឯកភាពគ្នាជាគោលការណ៍ដើម្បីចុះទៅត្រួតពិនិត្យហើយនឹងជួសជុលហើយពេលនោះឯងជាគោលការណ៍បានហើយក៏យើងចាប់ផ្ដើមចុះជួសជុលខ្ញុំសូមបង្ហាញរូបជាបង្គោលលេខ52ខាងឆ្វេងនេះគឺជាបង្គោលដែលយើងឯកភាពគ្នាតាំងពីឆ្នាំ2008បាទ2008ប៉ុន្តែពេលហ្នឹងគឺឯកភាពតែទីតាំងយើងអត់មានធ្វើអីទេដឹងតែបង្គោលហ្នឹងហើយយើងវាស់វែង GPS 2 frame កង់វាស់វែងយកនិយមការទុកធ្វើឯកសារអស់ហើយប៉ុន្តែយើងអត់ទាន់បានប៉ះពាល់បង្គោលហ្នឹងទេទុកវានៅដែរអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំក៏វាមានស្ថានភាពវារិចរើសវាប្រឡាក់វាប្រឡូកអីអញ្ចឹងទៅអញ្ចឹងនៅឆ្នាំ2022យើងចាប់ផ្ដើមធ្វើការជួសជុលហើយធ្វើការជួសជុលក៏មានការលាបថ្នាំទេបាទនេះបង្គោល52ដូចគ្នាដែរ53 54ប៉ុន្តែខ្ញុំយកតែ2បង្គោលទេដោយសារឃើញ2បង្គោលរៀងមានវិជាប្រៃនៅតាមប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងដូចគ្នាឃើញបងប្អូនឃើញថានេះជាបង្គោលដែលវាចាស់សូម្បីតែក្បាលគឺបែកក្បាលបង្គោលទេបាទអញ្ចឹងវាអត់ទេអញ្ចឹងយើងបានជួសជុលយើងលាបថ្នាំយើងគូសទៅស្អីហើយតម្រង់គឺតម្រង់បង្គោលដើមទាំងអស់តាមចំនួនបារាំងដែលបានបោះនៅក្នុងអំឡុងឆ្នាំ1919 និង1920អញ្ចឹងសូមបញ្ជាក់ថាបង្គោលទាំងអស់នេះមិនមែនជាបង្គោលថ្មីទេហើយមែនតើទៅមិនថាក្រមបច្ចេកទេសឬក៏ JBC យើងមិនទាន់បានឯកភាពគ្នាបោះបង្គោលថ្មីនៅឡើយទេអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំថាវាជាបង្គោលថ្មីបើឃើញមានលាបពណ៌បែបនេះឃើញស្អាតបែបនេះគឺជាបង្គោលដែលយើងបានឯកភាពគ្នាហើយមិនមែនមានតែ52 59ទេគឺមានចំនួន24បង្គោលក្នុងចំណោមជាង40បង្គោលដែលយើងបានឯកភាពគ្នាហើយយើងបានធ្វើការងារនេះហើយតាំងពីឆ្នាំ2022អញ្ចឹងអ្វីដែលបងប្អូនលើកឡើងគឺខ្ញុំទាញសន្និដ្ឋានណាគឺនៅក្នុងកំណាត់52 59នឹងហើយក៏ទាញសន្និដ្ឋានណាគឺជាប្រភេទបង្គោល24ដែលយើងបានជួសជុលនឹងរួចដែរបាទអញ្ចឹងមិនមែនជាបង្គោលថ្មីទេបាទអរគុណមិនមែនជាបង្គោលថ្មីទេសរុបទៅគឺបង្គោលដើមតែគាត់តែយើងថែទាំលាបពណ៌ថ្មីត្រឹមត្រូវបាទ